លទ្ធផលទាំងអស់គ្នាឥឡូវនេះអ្នកដែលពិបាកគឺអង្គចៅក្រមរបស់យើងទាំង5រូបនិងគណៈវិនិច្ឆ័យកំពុងតែមានយើងបោកសរុបលទ្ធផលសូមបញ្ជាក់ថាគូពិសេសនេះបាទអ្នកអង្គការលៀងមេងសហសម្ព័ន្ធជាប្រធានក្រុមអគ្គនាយករបស់ក្រុមខ្មែរបែលជីឧបត្ថម្ភ8លានរៀលមកទៀតហើយមួយបាទអ្នកឈ្នះ5លានអ្នកចាញ់3លានបាទរងចាំអត់មើលមកចាក់ខ្សែក្រវ៉ាត់ Extreme Power Move ជាអ្នកណានៅក្នុងពេលនេះគណៈធម្មតីជាទីគោរពអស់លោកស្រីនិងកញ្ញាជាទីមេត្រីបន្ទុកនេះចៅក្រមទាំង5សម្រាប់ឲ្យឈ្នះជាឯកច្ឆន្ទខ្ញុំបាទក៏សូមប្រកាសនៃចៅក្រមទី1ក្នុងអាការដាក់បន្ទុកចៅក្រមទី1សម្រាប់ដល់បន្ទុកជួយកីឡាករបង្គោលក្រហម97បង្គោលខៀវ98ចៅក្រមទី2បង្គោលខៀវបង្គោលក្រហមចៅក្រមទី2បង្គោលក្រហម97បង្គោលក្រហម98បាទសូមអធិស្ឋានម្ដងទៀតចៅក្រមទី2បង្គោលក្រហម97បង្គោលខៀវ98ជាតាជាថ្មីចៅក្រមទី3បង្គោលក្រហម97បង្គោលខៀវ98បាទ